នៅពេលដែលនិយាយអំពីសង្គ្រាមសម័យទំនើបមនុស្សជាច្រើនតែងតែនឹកឃើញដល់អាវុធទំនើបបច្ចេកវិទ្យាឆ្លាតវៃនិងប្រព័ន្ធប្រយុទ្ធទំនើបបំផុតប៉ុន្តែនៅលើសមរភូមិជាច្រើនជុំវិញពិភពលោករួមទាំងនៅក្នុងកងយុទ្ធពលខេមរភូមិន្ទផងដែរមានអាវុធមួយប្រភេទដែលត្រូវបានរចនាឡើងតាំងពីសម័យសង្គ្រាមត្រជាក់ប៉ុន្តែនៅតែបន្តបម្រើការរហូតមកដល់សប្តាហ៍ថ្ងៃអាវុធនោះគឺកាំភ្លើងយន្តធុនស្រាល OPK មនុស្សជាច្រើនបានចោទជាសំណួរថាហេតុអ្វីបានជាកម្ពុជានៅតែបន្តប្រើប្រាស់កាំភ្លើងយន្តធុនស្រាលប្រភេទនេះទោះបីជាវាមានអាយុកាលជាង60ឆ្នាំទៅហើយក្តីហើយហេតុអ្វីបានជាវាមិនត្រូវបានជំនួសទាំងស្រុងដោយអាវុធសេរីថ្មីវាមានចំណុចខ្លាំងអ្វីខ្លះដែលធ្វើឲ្យទាហាននៅតែជឿជាក់លើវារហូតមកដល់សប្តាហ៍ថ្ងៃដើម្បីឆ្លើយសំណួរទាំងនេះថ្ងៃនេះយើងនឹងមកស្វែងយល់អំពីប្រវត្តិកំណើតការអភិវឌ្ឍសមត្ថភាពប្រយុទ្ធនិងមូលហេតុដែល OPK នៅតែមានតម្លៃនៅក្នុងសមរភូមិសម័យទំនើបរឿងរ៉ាវរបស់ OPK បានចាប់ផ្ដើមឡើងនៅក្នុងសម័យសង្គ្រាមត្រជាក់គឺនៅអំឡុងចុងទសវត្សរ៍ឆ្នាំ1950នៅពេលនោះកងទ័ពសូវៀតចង់បានកាំភ្លើងយន្តធុនស្រាលមួយប្រភេទដែលអាចផ្ដល់ការបាញ់គាំទ្រដល់កងទ័ពថ្មើរជើងបានដោយមានប្រសិទ្ធភាពហើយវាត្រូវតែងាយស្រួលប្រើប្រាស់និងមិនស្មុគស្មាញជាពិសេសអាចប្រើគ្រឿងបន្លាស់និងគ្រាប់កាំភ្លើងដូចគ្នាជាមួយនឹងកាំភ្លើងស្វ័យប្រវត្តិប្រភេទ AK-47 សម្រាប់ភារកិច្ចនេះត្រូវបានប្រគល់ឲ្យវិស្វករអាវុធដ៏ល្បីល្បាញជនជាតិរុស្ស៊ីគឺលោក Mikhail Kalashnikov ដែលជាបេដាស្ថាបនិកអាវុធស្វ័យប្រវត្តិដ៏ល្បីបំផុតទូទាំងពិភពលោកប្រភេទ AK-47 ជាលទ្ធផលកាំភ្លើង OPK បានលេចចេញរូបរាងជាផ្លូវការនៅចុងទសវត្សរ៍ឆ្នាំ1950ដែលមានពាក្យពេញជាភាសារុស្ស៊ីថា Ruchnoy Pulemyot Kalashnikova ដែលវាមានន័យថាកាំភ្លើងយន្តធុនស្រាលរបស់ Kalashnikov ហើយបន្ទាប់ពីការសាកល្បងសមត្ថភាពវាអស់រយៈពេលជាច្រើនឆ្នាំវាក៏ត្រូវបានដាក់ឲ្យចូលបម្រើការពេញលេញនៅក្នុងកងទ័ពក្រហមរបស់សហភាពសូវៀតនៅក្នុងឆ្នាំ1961មុនពេលមានវត្តមានរបស់ OPK កងទ័ពសូវៀតប្រើប្រាស់កាំភ្លើងយន្តធុនស្រាល Light Machine Gun ប្រភេទ OPD ដែលជាកាំភ្លើងយន្តដ៏មានអានុភាពបំផុតនៅក្នុងចំនួននោះសូម្បីតែនៅពេលបច្ចុប្បន្ននេះក៏វានៅតែត្រូវបានប្រើប្រាស់នៅក្នុងសង្គ្រាមសម័យទំនើបដែរប៉ុន្តែទោះបីជា OPD មានប្រសិទ្ធភាពខ្លាំងយ៉ាងណាក៏ដោយក៏វាជាកាំភ្លើងយន្តស៊េរីចាស់ប្រើច្រវាក់គ្រាប់ឬដែលគេហៅថា Belfast System ហើយការបញ្ចូលបង់ឡើងវិញត្រូវការចំណាយពេលយូរមិនត្រឹមតែប៉ុណ្ណោះការផ្គត់ផ្គង់គ្រឿងបន្លាស់និងការថែទាំក៏ខុសពីកាំភ្លើង AK-47 ផងដែរដែលធ្វើឲ្យការផ្គត់ផ្គង់បង់គ្រាប់និងគ្រឿងបន្លាស់ទៅជួរមុខមានភាពយឺតយ៉ាវនិងលំបាកដូច្នេះហើយសហភាពសូវៀតចង់បានកាំភ្លើងយន្តដែលមានទម្ងន់ស្រាលហើយមានភាពសាមញ្ញជាងនេះដើម្បីឲ្យការផ្គត់ផ្គង់ទៅកងទ័ពជួរមុខមានភាពរលូនជាងមុនពួកគេក៏បានសិក្សាដោយផ្អែកទៅលើគំរូរបស់កាំភ្លើង AKM ដោយពួកគេស្វែងយល់ឃើញថាបើសិនជាអភិវឌ្ឍកាំភ្លើងនេះឲ្យក្លាយទៅជាកាំភ្លើងយន្តធុនស្រាលនោះកងទ័ពអាចវឹកហាត់ពីរបៀបប្រើប្រាស់បានលឿនហើយក៏អាចប្រើប្រាស់គ្រឿងបន្លាស់និងគ្រាប់កាំភ្លើងដែលមានទំហំដូចគ្នាវិធីសាស្ត្រនេះបានជួយកាត់បន្ថយការចំណាយនិងធ្វើឲ្យការផ្គត់ផ្គង់សម្ភារៈសឹកទៅជួរមុខមានប្រសិទ្ធភាពខ្ពស់និងអាចធ្វើបានលឿនជាងមុនហើយរឿងដែលពិសេសបំផុតនោះគឺ OPK អាចផលិតបានលឿនដោយសារតែសហភាពសូវៀតមានពុម្ពកាំភ្លើងនិងគ្រឿងបង្គុំស្រាប់វាធ្វើឲ្យពួកគេមានលទ្ធភាពផលិតបានចំនួនច្រើននៅក្នុងរយៈពេលខ្លីនិងអាចចែកចាយទៅកាន់កងទ័ពដែលមានទ្រង់ទ្រាយធំដោយជោគជ័យបើសិនជាយើងមើលពីរូបរាងខាងក្រៅរបស់ OPK វាស្ទើរតែដូចកាំភ្លើងស្វ័យប្រវត្តិប្រភេទ AKM ឬក៏ AK-47 ទាំងស្រុងប៉ុន្តែវាមានការធ្វើកំណែទម្រង់សំខាន់ជាច្រើនចំណុចដូចជាមានបំពង់កាណុងវែងនិងក្រាស់ជាងមុនទូកាំភ្លើងត្រូវបានពង្រឹងឲ្យរឹងមាំនិងប្រើដៃក្រាស់ជាងស៊េរី AK មានជើងទ្របាញ់ Bipod សម្រាប់បង្កើនស្ថិរភាពនៅពេលបាញ់រះការរចនាស្វ័យខាងក្រោយឲ្យមានសភាពធំជាងមុនដែលវាអាចជួយឲ្យការបាញ់មានស្ថិរភាពល្អនិងជាពិសេសការរចនាបង់របស់វាឲ្យដាក់បានគ្រាប់ចំនួន40គ្រាប់ក្នុងមួយបង់ហើយវាក៏អាចប្រើប្រាស់បង់ត្រឡោក75គ្រាប់បានផងដែរការកែប្រែនៅចំណុចតូចៗទាំងនេះបានធ្វើឲ្យវាក្លាយជាកាំភ្លើងយន្តធុនស្រាលដ៏មានប្រសិទ្ធភាពមួយនៅក្នុងសមរភូមិរបស់កងទ័ពសូវៀតនាសម័យសង្គ្រាមត្រជាក់ OPK មានប្រវែង 1040 មីលីម៉ែត្រមានកាណុងប្រវែង 590 មីលីម៉ែត្រនិងមានទម្ងន់ 4.8 គីឡូក្រាមកាំភ្លើងនេះបានចាប់ផ្ដើមរចនាឡើងចាប់ពីឆ្នាំ1958និងបញ្ចប់ការសាកល្បងនៅក្នុងឆ្នាំ1960វាប្រើប្រាស់គ្រាប់កាំភ្លើងទំហំ 7.62 គុណនឹង 39 មីលីម៉ែត្រដែលអាចនាំឲ្យវាបាញ់បានចម្ងាយដែលមានសុក្រឹតភាពចំពោះគោលដៅក្នុងចម្ងាយ 600 ម៉ែត្រនិងគ្រាប់របស់វាអាចហោះបានចម្ងាយជាង 1000 ម៉ែត្រហើយបើយើងនិយាយអំពីល្បឿននៃការបាញ់របស់វាវិញវាអាចបាញ់បានល្បឿន600គ្រាប់ក្នុង1នាទីរីឯគ្រាប់របស់វាអាចហោះបានល្បឿន745ម៉ែត្រក្នុង1វិនាទីកាំភ្លើងនេះបង្កើតឡើងមកដោយអាចភ្ជាប់បង់បាន3ប្រភេទគឺបង់ធម្មតាអាចផ្ទុកបានចំនួន30គ្រាប់
បងវែងអាចផ្ទុកបានចំនួន40គ្រាប់និងបងពិសេសជាងគេគឺបងត្រឡោកដែលអាចផ្ទុកគ្រាប់បានចំនួន75គ្រាប់ OPK ប្រើប្រាស់ប្រព័ន្ធ Gas Operating Ball ឬដែលគេហៅថាប្រព័ន្ធអូស្មန်ធាក់គ្រាប់ដែលដូចទៅនឹង AK-47 ដូច្នោះដែររបៀបដែលវាធ្វើការនោះគឺពេលដែលកេះកែកបាញ់ក្បាលគ្រាប់កាំភ្លើងនឹងចាប់ផ្ដើមហោះចេញហើយសម្ពាធខ្យល់របស់គ្រាប់នឹងរុញប្លុកបាញ់ឲ្យថយក្រោយដើម្បីបញ្ចេញសម្បកគ្រាប់ចាស់ចោលនិងបញ្ចូលគ្រាប់ថ្មីចូលទៅក្នុងបំពង់កាណុងប្រព័ន្ធប្រតិបត្តិការបែបនេះមានភាពសាមញ្ញនិងល្បីល្បាញខាងភាពជឿជាក់វាត្រូវបានប្រើប្រាស់ទៅលើកាំភ្លើងស្វ័យប្រវត្តិជាច្រើនប្រភេទនៅលើពិភពលោកសូម្បីតែកាំភ្លើងស៊េរីទំនើបមួយចំនួនក៏នៅតែបន្តប្រើប្រាស់ប្រព័ន្ធនេះផងដែរហើយមូលហេតុដែលកាំភ្លើងភាគច្រើនតែងតែប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការបែបនេះគឺវាសារតែវាអាចដំណើរការបានល្អនៅក្នុងបរិស្ថានដែលកខ្វក់នៅក្នុងសមរភូមិដូចជាក្នុងភក់ធូលីភ្លៀងនិងសីតុណ្ហភាពខ្ពស់ជាដើមហើយបើយើងនិយាយអំពីទូនាទីនៅលើសមរភូមិភារកិច្ចសំខាន់របស់ OPK គឺការបាញ់សង្កត់សត្រូវនៅពេលដែលសត្រូវត្រូវបានសង្កត់ដោយការបាញ់រះជាបន្តបន្ទាប់ពួកគេមិនអាចផ្លាស់ទីឬវាយបកបានដោយសេរីឡើយនៅក្នុងកងទ័ពថ្មើរជើងអ្នកកាន់ OPK មានតួនាទីផ្ដល់ការគ្រប់គ្រងឲ្យមិត្តក្នុងក្រុមដែលកាន់អាវុធស្វ័យប្រវត្តិខណៈដែលពួកគេអាចធ្វើការវាយលុករលទៅមុខឬក៏ផ្លាស់ទីបានយ៉ាងមានប្រសិទ្ធភាពបាននិយាយអំពីប្រវត្តិប្រយុទ្ធរបស់កាំភ្លើងយន្តធុនស្រាលប្រភេទ OPK វាបានចូលរួមក្នុងសង្គ្រាមជាច្រើនជុំវិញពិភពលោកវាបានប្រឡូកក្នុងសង្គ្រាមវៀតណាមជាមួយនឹងសហរដ្ឋអាមេរិកសង្គ្រាមឈ្លានពានប្រទេសអាហ្វហ្គានីស្ថានរបស់អតីតសហភាពសូវៀតចំនួននៅមជ្ឈិមបូព៌ាសង្គ្រាមស៊ីវិលនៅអាហ្វ្រិកសង្គ្រាមព្រំដែនរវាងកម្ពុជាសៀមនិងចំនួនសម័យទំនើបជាច្រើននៅប៉ែកអឺរ៉ុបខាងកើតដោយសារតែតម្លៃផលិតភាពនិងភាពជឿជាក់ខ្ពស់វាត្រូវបាននាំចេញទៅប្រទេសជាច្រើនទូទាំងពិភពលោកនិងនៅតែបន្តមានវត្តមានរហូតមកដល់បច្ចុប្បន្នមិនថាពិភពលោកឈានចូលទៅដល់សម័យកាលកាំភ្លើងយន្តទំនើបប៉ុណ្ណានោះទេហើយចំពោះតម្លៃរបស់កាំភ្លើងយន្តនេះផងដែរវាមានតម្លៃចន្លោះពី$800ទៅ$1200ក្នុងមួយដើមអាស្រ័យទៅលើចំនួននៃការកម្មង់របស់យោធានៃប្រទេសនីមួយៗហើយមូលហេតុអ្វីបានជាកងទ័ពកម្ពុជានៅតែស្រឡាញ់កាំភ្លើងយន្ត OPK នេះគឺជាចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតមូលហេតុទី1គឺភាពជឿជាក់អាកាសធាតុកម្ពុជាមានកម្ដៅក្តៅខ្ពស់សំណើមខ្លាំងនិងភក់ច្រើននៅរដូវវស្សា OPK អាចបន្តដំណើរការបានទោះស្ថិតក្នុងស្ថានភាពលំបាកក៏ដោយមូលហេតុទី2គឺការផ្គត់ផ្គង់គ្រាប់កាំភ្លើងនិងគ្រឿងបន្លាស់ OPK ប្រើប្រាស់គ្រាប់កាំភ្លើងដូចទៅនឹងកាំភ្លើង AK-47 ដែលមានក្នុងស្តុករបស់កងទ័ពជាច្រើនហើយសូម្បីតែគ្រឿងបន្លាស់ក៏ដូចគ្នាច្រើនប្រភេទផងដែរដូច្នេះទាហានអាចចែករំលែកគ្រាប់គ្នានៅលើសមរភូមិហើយចរន្តនៃការផ្គត់ផ្គង់គ្រាប់ទៅកាន់ជួរមុខក្នុងសមរភូមិក្តៅគឺអាចធ្វើឡើងដោយល្អឥតខ្ចោះមូលហេតុទី3គឺទម្ងន់ស្រាលបើប្រៀបធៀបទៅនឹង PKM ឬក៏ OPD វាងាយស្រួលជាងក្នុងការដឹកជញ្ជូនការល្បាតតាមព្រៃភ្នំនិងតំបន់ព្រំដែនជាពិសេសទម្ងន់ស្រាលនេះអាចធ្វើឲ្យទាហានអាចបត់បានលឿនរហ័សរហួននិងការដើរល្បាតរយៈពេលយូរមិនសូវមានភាពហត់នឿយមូលហេតុទី4តុល្យភាពរវាងកម្លាំងបាញ់និងការចល័តវាមានកម្លាំងបាញ់គ្រប់គ្រាន់សម្រាប់គ្រប់គ្រងកងទ័ពថ្មើរជើងហើយការធាក់ថយក្រោយរបស់វាក៏មានសភាពល្មមមិនសូវជាខ្លាំងពេកដែលអាចឲ្យទាហានដែលប្រើប្រាស់វាអាចបាញ់រះទៅលើគោលដៅមានភាពត្រង់ជាងមុនមិនសើរេកាណុងមិនត្រឹមតែប៉ុណ្ណោះវាក៏ងាយស្រួលឲ្យទាហានចល័តតាមខ្លួនពីព្រោះទម្ងន់របស់វាស្រាលជាងកាំភ្លើងយន្តផ្សេងៗដូចជា PKM ឬក៏ OPD ជាដើមហើយចំពោះមូលហេតុចុងក្រោយនោះគឺការចំណាយការជំនួសកាំភ្លើងយន្តស៊េរីចាស់ OPK ទាំងអស់ដោយកាំភ្លើងយន្តធុនស្រាលស្វ័យប្រវត្តិស៊េរីទំនើបឧទាហរណ៍ដូចជា SAW M249 Sig Sauer M250 ឬក៏ FN Mini ជាដើមវានឹងត្រូវការថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ការបញ្ជាទិញក្នុងចំនួនច្រើនដើម្បីចែកចាយទៅឲ្យអង្គភាពទាំងអស់ដូច្នេះហើយដរាបណាកាំភ្លើងយន្ត OPK ឬក៏កាំភ្លើងយន្ត OPD នៅតែមានប្រសិទ្ធភាពក្នុងសមរភូមិកងទ័ពជាច្រើនរួមទាំងកម្ពុជាផងដែរនៅតែអាចបន្តប្រើប្រាស់វារហូតដល់អស់លទ្ធភាពហើយបើយើងនិយាយអំពីចំណុចខ្លាំងរបស់វាវិញមានដូចជាងាយស្រួលថែទាំទម្ងន់ស្រាលប្រើគ្រាប់ដូច AK មានតម្លៃថោកស័ក្តិសមសម្រាប់ការប្រយុទ្ធរបស់កងទ័ពថ្មើរជើងនិងជាពិសេសសមស្របសម្រាប់អាកាសធាតុនៅក្នុងប្រទេសកម្ពុជាយើងតែម្ដងប៉ុន្តែវាមិនមែនមានតែចំណុចខ្លាំងនោះទេវាក៏មានចំណុចខ្សោយរបស់វាផងដែរដូចជាវាប្រើប្រាស់ប្រភេទបង់គ្រាប់មិនមែនខ្សែច្រវាក់គ្រាប់ដូចជា PKM ឬក៏ OPD នោះទេដូច្នេះការបាញ់រះជាបន្តបន្ទាប់នៅមានកម្រិតស្ទើរជាងបើប្រៀបធៀបទៅនឹងកាំភ្លើងយន្ត PKM ឬក៏ OPD និងគុណវិបត្តិរបស់វាមួយទៀតនោះគឺដោយសារតែវាមានទម្ងន់ស្រាលដូច្នេះដៃរបស់វាក៏រាងស្ដើងដែរចំពោះការបាញ់រះច្រើនគ្រាប់ក្នុងចំនួនច្រើនបងជាប់ៗគ្នាអាចធ្វើឲ្យវាងាយនឹងក្តៅកាណុងខ្លាំងដោយសរុបមកវិញជាង60ឆ្នាំបន្ទាប់ពីចូលបម្រើការអស់រាប់រយសមរភូមិ OPK នៅតែជាកាំភ្លើងយន្តធុនស្រាលដែលទទួលបានការគោរពពីយោធាជាច្រើនជុំវិញពិភពលោក
វាប្រហែលមិនមែនជាអាវុធទំនើបបំផុតនោះទេហើយវាក៏ប្រហែលមិនមែនមានកម្លាំងបាញ់ខ្លាំងដូចជា PKM នោះដែរប៉ុន្តែអ្វីដែលវាផ្ដល់ឲ្យគឺភាពជឿជាក់ភាពសាមញ្ញតម្លៃសមរម្យនិងប្រសិទ្ធភាពក្នុងការប្រយុទ្ធហើយសម្រាប់កងទ័ពកម្ពុជាគុណសម្បត្តិទាំងនេះគឺគ្រប់គ្រាន់ដើម្បីធ្វើឲ្យ OPK នៅតែបន្តបម្រើការនៅលើសមរភូមិរហូតមកដល់សប្តាហ៍ថ្ងៃថ្មីបើពិភពលោកផ្លាស់ប្ដូរនិងអាវុធថ្មីៗកំពុងបង្ហាញខ្លួនជាបន្តបន្ទាប់ក៏ដោយកាំភ្លើងយន្ត OPK នៅតែបង្ហាញថាអាវុធចាស់មួយប្រសិនបើរចនាបានល្អគឺអាចនៅតែមានតម្លៃនៅក្នុងសង្គ្រាមសម័យទំនើប